ឡូជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសុសគីកាកូរ៉ាចំពោះថ្ងៃនេះផងដែរមានគនឹងមកបន្តសម្រាប់នៅសាច់រឿង The Girl Downstairs នៅក្នុងអេពីសូតជាបន្តមុននឹងចូលទៅកាន់វីដេអូមួយនេះដោយនៅរាល់ដងគ្នាយើងកុំភ្លេចជួយចុច like សម្រាប់អ្នកចាស់ៗដែលមិនទាន់បាន Sub Channel របស់មីននោះទេកុំភ្លេច Sub ម្នាក់មួយអូយចំអ្នកចាស់ៗមិនអ្នកថ្មីដែលមិនទាន់បាន Sub ឲ្យម្នាក់មួយមើលតោះចឹងកុំឲ្យខាតពេលវេលាយូរចូលមកកាន់ការសម្រាប់រឿងរបស់យើងនៅក្នុងអេពីសូតជាបន្តតែម្ដងទៅនៅក្នុងអេពីសូតមួយនេះយើងគឺបានឃើញថាជនທາງពេលហ្នឹងគាត់កំពុងតែក្អួតយ៉ាងខ្លាំងដោយសារតែយប់មិញនឹងដាក់ច្រើនពេកខណៈដែលស៊ីយ៉ាកំពុងតែអង្គុយចាំនៅខាងក្រៅនេះវិញនាងក៏បាននិយាយទៅកាន់ជនທາງឲ្យថាអើយអាហ្នឹងឲ្យជនທາងគ្រប់យ៉ាងមកពីយប់មិញនឹងលោកគឺលើកដាច់តែម្ដងដែលធ្វើឲ្យលោកស្វឹងឡើងខ្លាំងខណៈដែលជនທາងសម្លឹងមើលទៅកាន់មុខរបស់ខ្លួនឯងហើយនឹកទៅដល់ពេលដែលកញ្ញាស៊ីយ៉ាយំហើយគឺយំលើស្មារបស់គាត់នឹងឯងហើយការដែលគាត់ផឹកច្រើនបែបហ្នឹងក៏ដើម្បីព្យាយាមបំភ្លេចរឿងនោះតែមានណាលើដើមនេះអើយបានហើយអាជនทາងឯងឈប់ល្វើទៀតហើយបានហើយខណៈដែលគាត់ក៏បានដើរចេញមកខាងក្រៅអញភ្លេចនិយាយទៅកញ្ញាស៊ីយ៉ាមើលតែភ្នែករបស់នាងហៅមកហើយណែសុំការពារខ្លួនទុកមុនណានាងយំមិញមាននសាតែខ្ញុំណាខ្ញុំសុំសិទ្ធការពារហើយរួចជនทางរបស់យើងគាត់ក៏បានសួរទៅកាន់កញ្ញាស៊ីយ៉ាថាអញបាត់ស៊ូតាណាបាត់ហើយហ្នឹងស៊ូនាងគឺបានចាក់ចេញទៅមុននឹងបាត់ទៅហើយដោយសារតែនាងគឺបញ្ញាប់នោះឯងហើយមួយវិញទៀតមុននឹងពេលដែលនាងទៅនាងក៏បានងូតទឹកដើម្បីជំរះក្លិនស្រាផងដែរខណៈដែលជនทางគាត់ក៏បាននិយាយទៅកាន់ស៊ីយ៉ានាងគឺមិនដឹងនោះទេប៉ែម៉ាក់របស់កញ្ញាស៊ូគឺពិតជាតឹងតែងខ្លាំងណាស់បានហើយជនทางលោកគឺជាមិត្តវិទ្យាល័យរបស់នាងតែតាមតែខ្ញុំដឹងទៅលោកក៏យល់អំពីនាងមិនទាន់អស់នោះទេចំស៊ីយ៉ាមិននិយាយអញ្ចឹងមិត្តវិទ្យាល័យរឿងអីថាមិនដឹងមិនតែជនทางគាត់ក៏ឈប់និយាយភ្លាមទៅដោយសារតែគាត់មិនចង់ដេញដោលច្រើននោះទេអំឡុងពេលហ្នឹងស៊ីយ៉ានាងក៏ចង់រកអ្វីម្យ៉ាងនៅលើទូរបស់នាងស្រាប់តែជនทางក៏បានសម័យទៅដល់ពេលយប់មិញផ្លែតគឺពេលដែលគាត់បានឃើញជាមួយនឹងដៃកេះព្រមទាំងកញ្ចប់បារីនោះឯងរួចគាត់ក៏បានដើរមកយកឲ្យនាងដំបងយកតែដៃកេះនោះទេរួចក៏ហុចនៅកញ្ចប់បារីមកតាមក្រោយរបស់នាងមែនអត់ស៊ីយ៉ានាងគឺមិនបានប្រាប់ឡើយថាកញ្ចប់បារីមួយនេះគឺជារបស់នរណាតែបើកមើលទៅកញ្ចប់បារីមួយនេះគឺអស់ត្រឹមតែមួយដើមប៉ុណ្ណោះបន្ទាប់ពីនឹងនាងក៏បានយកវាទៅបោះចោលមុននឹងយកវាទៅបោះចោលនាងក៏គិតក្នុងចិត្តដូចគ្នាថានាងគឺមិនត្រូវការប្រើប្រាស់វាទៀតនោះទេអ្វីដែលអេដមីនបានដឹងអំពីកញ្ចប់បារីមួយនឹងក៏ដូចជាដៃកេះដែលនៅក្នុងដៃរបស់ស៊ីយ៉ាបារីមួយកញ្ចប់នោះនាងគឺមិនដែលជក់វានោះទេអានិយាយបានថានាងជក់ដែរប៉ុន្តែយូរម្ដងយើងមើលតែក្នុងកញ្ចប់បារីនឹងយើងគឺដឹងហើយតាមក៏ពិតទៅការដែលនាងប្រើប្រាស់វាក៏ដើម្បីបំភ្លេចនៅអារម្មណ៍ទុក្ខសោកក៏ដូចជានិយាយខ្លីៗទៅគឺកាត់ stress នៅឯងរីឯដៃកេះនៅក្នុងដៃនាងគឺចាប់ទុកវាគឺជាអាវុធមួយផងដែរដោយសារតែស៊ីយ៉ាគឺជាក្មេងស្រីម្នាក់ដែលរងជាមួយនឹងការវិបហាផ្លូវចិត្តជាខ្លាំងបន្ទាប់ពីនាងគឺបានចាកចេញអំពីវិស័យដែលជាតារាឬជា idol របស់គេនោះឯងសើរឿងតទៅមុខទៀតយើងគឺនឹងយល់កាន់តែច្បាស់សម្រាប់ជនทางវិញមិនថាបើទោះបីជាយ៉ាងណាក៏ដោយគាត់គឺចង់យល់ក៏ដូចជាស្វែងយល់អំពីស៊ីយ៉ាឲ្យកាន់តែច្បាស់លើពីនឹងគាត់គឺចង់ដឹងថាតែម្ចាស់នៃកញ្ចប់បារីនោះគឺជានរណាគេឲ្យប្រកាសហើយអីដែលជនทางចង់ដឹងនៅពេលនេះគឺគាត់ចង់ដឹងអំពីអតីតកាលរបស់ស៊ីយ៉ានោះឯងហើយគាត់ក៏ថែមទាំងសើចមើលឈ្មោះរបស់នាងអំពីជីវប្រវត្តិរបស់នាងផ្សេងចឹងទៅតែក៏សោះពេលដែលស៊ីយ៉ាបានមកដល់ជនทางអំបញ្ញមិញហ្នឹងលោកសរសេរគេទៅមើលខ្ញុំសុំមើលតិចមកហើយមើលទៅកញ្ញាហ្នឹងដូចជាញឹកញាក់ខ្លាំងមែនតើឃើញនៅទឹកមុខរបស់ស៊ីយ៉ាម្ដងវាក៏ធ្វើឲ្យជនทางរបស់យើងគឺមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួននោះទេបញ្ញារត់ចេញមកខាងក្រៅយ៉ាងលឿនដោយយកលេសថាគាត់ចោលសម្រាមតែតាមកាពិតទៅនៅក្នុងបេះដូងរបស់គាត់កំពុងតែលោតឌឹបដាក់ឌីឌុបនៅពេលនេះស្រែកជំទាវឲ្យថាអើយស្អីគេបេះដូងរបស់ខ្ញុំអើយស៊ីយ៉ានាងគ្រាន់តែជាមិត្តទេហេតុអីចាំបាច់គេវែងឆ្ងាយយ៉ាងនេះចុះតាចាំបាច់ស្វែងយល់អំពីអតីតកាលរបស់នាងធ្វើអីកញ្ចប់បារីនោះជារបស់នរណាក៏ជាទៅអាចថាសកម្មភាពមួយនេះស៊ីយ៉ារបស់យើងក៏ដូចជាបានមកឃើញដែរតែក៏មិនដឹងដូចគ្នាថានាងស្ដាប់លើគ្រប់យ៉ាងឬក៏អត់មើលទៅសម្រាប់របស់ស៊ីយ៉ាគឺកាន់តែធ្វើ admin លងហើយអាយ៉ាជនทางយប់នឹងពួកយើងញ៉ាំអីជាមួយនឹងគ្នាអត់តែយើងគួរតែញ៉ាំអីណអូមែនហើយមន់បំពងតែត្រូវទេតែបើយើងមើលទៅការជនทางរបស់យើងវិញគឺគាត់ដូចជាលងជាមួយនឹងសម្រាប់របស់ស៊ីយ៉ាហើយឡើងភ្លឹកភ្លាំងហ្មងហើយក៏ឆ្លើយថាមែនហើយនិយាយតាមត្រង់ទៅតួស្រីនៅក្នុងសាររឿងមួយហ្នឹងគឺខ្ជូតមិនចាយវ៉កខរិកនោះទេគ្នាយើងតែ animation របស់ចិនការគូចេញមកវារៀងស្ទើបន្តិចអញនិយាយបានថាគេគូតាមបែបបត់សម្គាល់ថាវាជា animation របស់ចិនចឹងទៅមានន័យខ្ជូតម្យ៉ាងដែរតារយៈពេលមួយខែក្រោយមកយើងក៏បានឃើញថារដូវនៃផ្កាឈូករីកផ្កាឈូករីកការសាការារីកគឺហៅរដូវផ្ការីកចឹងទៅគឺបានចូលមកដល់ហើយមើលទៅជនทางកំពុងតែឈររងចាំនរណាម្នាក់ហើយមិត្តភ័ក្តិដែលបានដើរកាត់គាត់ក៏ស្រាប់តែផ្អាប់គាត់ហើយថាអូយជនทางតែកំពុងឈររងចាំមិត្តស្រីមែនហ្នឹងគឺម្នាក់ដើរមកសុទ្ធតែនិយាយថាឈររងចាំមិត្តស្រីហ្មងអត់ឃើញគេមកចឹងសង្ស័យតែគេបោះចោលហើយដឹងមានហើយជនทางរកដាក់មួយជើងហើយតាហើយអាប៉ែមួយដែល BC មកដោះស្រាកាលពីមួយខែមុនហ្នឹងក៏ស្រាប់តែមកប៊ូលូទៀតអាយ៉ាមិត្តស្រីរបស់ឯងមកដល់ហើយតានោះជនทางមកយើងក៏តបឲ្យថាអ្នកចិត្តខាង
ហ្នឹងហើយមុនដំបូងជនថាងថាបែកនឹងនិយាយលេងតែតាមកាពិតទៅឃើញថាកញ្ញាស៊ីយ៉ាគឺបានមកដល់ពិតមែនហើយលើពីនឹងទៅទៀតក៏នាំជាមួយនឹងកញ្ញាស៊ូស៊ូមកផងដែរដែលធ្វើឲ្យជនថាងក៏មានអាការភ្ញាក់ផ្អើលបើយើងមើលទៅទំនាក់ទំនងរបស់ស៊ូស៊ូជាមួយនឹងស៊ីយ៉ាគឺពិតជាស៊ីជម្រៅខ្លាំងមែនទែនឥឡូវនេះអាចថាស្និទ្ធស្នាលគ្នាលំដាប់ VIP ដែរហ្នឹងណាគេសើទៅអោបគ្នាគៀកកាយអីទៀតឥឡូវមិនធម្មតាទេហើយការដែលអ្នកទាំងពីរនៅទីនេះពីព្រោះថាពួកគេទាំងពីរនេះគឺចង់ទៅមើលនៅផ្កាសាការ៉ារីទាំងពីរនាក់នឹងឯងតែដល់ពេលជួបជនថាងបែបនេះក៏បបោជនថាងទៅម្នាក់ទៀតបាន3នាក់ប៉ុន្តែក៏ស្រាប់តែបែនៅចិត្តនឹងសុំទៅជាមួយផងដែរមកអីតែមានអីគេមិនតបានឆ្លើយបានអីទេគេដើរចេញទៅមុនបាត់ហើយនឹងអញ្ចឹងចម្លើយមានអីច្រើនទេអត់ឲ្យទៅ8សមងក្រោយមកយើងក៏បានឃើញថាអ្នកទាំង3នាក់គឺបានមកដល់កន្លែងដែលដើមផ្កាសាការ៉ានឹងមានរីកផ្កាស្គុះស្គីពេញមេឃពេញដីចឹងទៅមកដល់ទីនេះស៊ីយ៉ានាងក៏ពិតជាសប្បាយចិត្តខ្លាំងមែនទែនរត់ទៅឡើងដោយកូនក្មេងទិញទូរស័ព្ទ selfie ម្នាក់ឯងហ្មងកូននឹងខ្ជិលទៅវិញជនថាងក៏បានប្រាប់ទៅកាន់ស៊ូស៊ូថាស៊ីយ៉ានាងគឺគ្មានមិត្តភក្តិនោះទេក្រៅពីពួកយើងអញ្ចឹងពួកយើងត្រូវតែកំដរនាងកុំឲ្យនាងមានការអត់សក់ក៏ដូចជានាងត្រូវរស់នៅក្នុងភាពឯកោដោយការពីមុនទៀតលើពីនឹងជនថាងក៏បាននិយាយអំពីរឿងដែលថាអ្នកទាំងពីរម្នាក់ក្នុងចំណោមអ្នកទាំងពីរហ្នឹងគឺជាមិត្តស្រីរបស់ខ្ញុំពួកគេតែងតែនិយាយអញ្ចឹងបួលោកខ្ញុំរហូតគឺជាមិត្តរួមថ្នាក់នឹងឯងនេះយើងបានឃើញឯមុនហ្នឹងលើបែបហ្នឹងស៊ូស៊ូក៏បានដើរទៅមុខបន្តិចទៅព្រោះគាត់ដឹងថាប្រសិនបើជានៅចិត្តជនថាងដឹងទៅសួរអីញ៉ៃញ៉ៃទៀតហើយដើរមកដល់ស៊ីយ៉ាភ្លាមអ្នកទាំងពីរក៏ចាប់ផ្ដើមទាញទូរស័ព្ទថតស្អីណាអីណីហើយមកធ្វើសម្ដែងថាវ៉ាវវាពិតជាស្អាតខ្លាំងណាស់ស៊ីយ៉ារបស់យើងឃើញពីអ្នកនឹងកាន់ទូរស័ព្ទចឹងក៏បានប្រាប់ថាអេជនថាងមកនេះហើយមានន័យច្រើននោះទេស៊ីយ៉ាគាត់ចង់ឲ្យជនថាងនឹងថតឲ្យគាត់ហើយមើលទៅរូបមួយចឹងមកឡើងខ្ជូតដល់ថ្នាក់ជនថាងគាត់គឺបាននិយាយឲ្យថាអើយអាយុខុសពីកាយវិការមែននេះគឺគាត់បានន័យថាបើទោះបីជាស៊ីយ៉ានឹងមានអាយុបងគាត់ក៏ដោយក៏ប៉ុន្តែមើលទៅជារបស់នាងដូចជាកូនក្មេងអញ្ចឹងរឿងមួយទៀតក៏ដោយសារតែកញ្ញាស៊ីយ៉ារបស់យើងនឹងនាងគឺមិនសូវជាបានធ្វើរឿងបែបនេះនោះទេជីវិតរបស់នាងគឺអ៊ូអាប់ខ្លាំងណាស់ពោពេញទៅដោយភាពឯកោដូចជនអន្តរប្រវេសរស់នៅលាក់ខ្លួនដែលមិនចង់ឲ្យនរណាគេឃើញរួចបន្ទាប់ពីចំណាយពេលលេងនាទីនេះយ៉ាងយូរពួកគេទាំង3នាក់ក៏ត្រូវទៅដល់ពេលចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួននោះឯងមើលទៅការកញ្ញាស៊ូស៊ូរបស់យើងនៅពេលនេះនាងក៏បានធ្វើការលាអ្នកទាំងពីរមុននឹងស៊ូស៊ូចាស់ចេញទៅជនថាងគាត់ក៏បានសុំស៊ូស៊ូរឿងមួយដែលថាគាត់ក៏ចង់ឲ្យនាងនឹងមកបង្រៀនគាត់នៅបណ្ណាល័យប៉ុន្តែស៊ូស៊ូនាងគឺបានធ្វើការបដិសេធក៏ដោយសារថានាងចង់ឲ្យជនថាងចំណាយពេលវេលាជាមួយនឹងមិត្តភក្តិរបស់គាត់ទៅអាចថាមិត្តភក្តិរបស់គាត់អាចជួយបានច្រើនជាងនាងអញ្ចឹងទៅរួចស៊ូស៊ូជាមួយនឹងស៊ីយ៉ាក៏បានលាគ្នាគណៈដែរយើងមើលទៅកាន់ជនថាងវិញគាត់មិនសូវជាសប្បាយចិត្តនោះទេពីព្រោះថាព្រោះពេលដែលគាត់បបោស៊ូស៊ូនាងគឺតែងបដិសេធរហូតនៅពេលដែលបានឃើញម៉ែមនឹងស៊ីយ៉ាក៏បានរត់ទៅរកជនថាងយ៉ាងលឿនហើយនាងក៏ថែមទាំងបង្ហាញអ្វីម្យ៉ាងឲ្យគាត់មើលទៀតផងអ្វីម្យ៉ាងនោះគឺជារូបថតរបស់ស៊ូស៊ូនឹងឯងឃើញបែបហ្នឹងអាចថាជនថាងមើលទៅគេដូចជារៀងសប្បាយចិត្តបន្តិចផងដែររួចគេក៏បានប្រាប់ទៅកាន់ស៊ីយ៉ាឲ្យថាតើនាងគឺអាចផ្ដល់រូបទាំងអស់នេះមកឲ្យខ្ញុំក៏ដូចជាសែនវាទៅឲ្យស៊ូស៊ូផងបានដែរឬអត់លើបែបហ្នឹងស៊ីយ៉ាក៏តបថាមើលទៅលោកគឺដូចជាស្រឡាញ់នាងខ្លាំងណាស់ជនថាងគាត់ក៏តបអូត្រូវហើយក៏ប៉ុន្តែកុំនិយាយពីរឿងហ្នឹងទៀតអីហើយជនថាងគាត់ក៏បានអង្គុយចុះដោយភាពស្រងត់ស្រងាត់ខណៈដែលស៊ីយ៉ាក៏បាននិយាយទៅកាន់គាត់លោកដឹងទេជនថាងការដែលស៊ូមិនចង់ទៅរៀននៅបណ្ណាល័យជាមួយនឹងលោកក៏ព្រោះតែនិយាយបានតែត្រឹមនេះក៏ស្រាប់តែជនថាងគាត់គឺបាននិយាយកាត់តែម្ដងគាត់គឺដឹងហើយដឹងច្បាស់ថែមទៀតផងទាំងអស់នេះក៏ដោយសារតែស៊ូស៊ូនាងគឺមិនបានចាប់អារម្មណ៍គាត់ដោយដែលគាត់ស្រឡាញ់នាងនោះទេគាត់ក៏បានរំលឹកទៅដល់ពេលដែលគាត់យកកសាអំពីស៊ូស៊ូក៏ជាពេលដែលនាងបានផ្ដល់វាមកឲ្យគាត់វិញផងដែរតែភ្លាមក៏ស្រាប់តែមិត្តភក្តិរបស់នាងលេចវត្តមានមកនិងនិយាយថានេះមិនមែនជាកន្សែងរបស់ឯងទេមែនស៊ូស៊ូខណៈដែលស៊ូស៊ូក៏បានយកលេសថាអត់ទេគាត់គឺខ្ចីជនថាងអូចុះតើថ្ងៃមុនឯងយកមកដែរតើហេតុអីបានជាមិនយកវាឲ្យជនថាងទៅលើបែបហ្នឹងស៊ូស៊ូក៏បានយកលេសព្រមទាំងព្យាយាមរុញមិត្តភក្តិរបស់គាត់ចេញត្រង់ចំណុចកន្លែងនឹងយើងគឺអាចនិយាយបានថាជនថាងគាត់ក៏មានអាការអន់ចិត្តតាមកាពើស៊ូយកកន្សែងរបស់គាត់មកតែមិនយកទៅតាមខ្លួនហើយក៏ថែមទាំងយកលេសថាផ្លេចយើងមកទៀតផងរឿងទាំងនេះវាធ្វើឲ្យគាត់មានអារម្មណ៍ថាអន់ចិត្តហើយបន្តមកទៀតនៅពេលដែលគាត់បានកក់សម្បត្តិគុណថាទស្សនារឿងជាមួយនឹងនាងប៉ុន្តែនាងគឺមិនបានចូលរួមនោះទេដោយនិយាយថារវល់រហូតដោយនៅពេលណាដែលគាត់នៅជាមួយនឹងនាងមិត្តភក្តិរបស់នាងឃើញនាងមិនថែមទាំងមិនណែនាំទេគឺបានប្រាប់ទៅកាន់ពួកគេថាគាត់គឺជាមិត្តភក្តិរបស់នាងហើយត្រូវបាននាងចាប់ទុកដូចជាប្អូនប្រុសអញ្ចឹងរឿងទាំងអស់នេះវាធ្វើឲ្យជនថាងរបស់យើងលួចអន់ចិត្តនៅក្នុងចិត្តច្រើនដងហើយមិនថាបើទោះបីជាជនថាងព្យាយាមមកបួសទៅកាន់ស៊ូស៊ូច្រើនដល់យ៉ាងណាទេក៏នាងនៅតែបដិសេធជាមួយនឹងសំណើរបស់គាត់អើយជនថាងមើលតើឯងគឺដូចជាល្ងងដល់ហើយ ខ
ខ្ញុំដឹងណាខ្ញុំដឹងថានាងគឺមិនបានស្រឡាញ់ខ្ញុំនោះទេក៏ប៉ុន្តែអាចថានាងគឺជាស្នេហ៍ដំបូងរបស់ខ្ញុំជាមនុស្សម្នាក់ដែលខ្ញុំគឺតែងតែលួចស្រឡាញ់ហើយខ្ញុំគឺតែងតែមានអារម្មណ៍ល្អចំពោះនាងរាល់ពេលដែលនៅក្បែរនាងគឺតែងតែមានអារម្មណ៍ថារីករាយទាំងនេះឯងដែលធ្វើឲ្យខ្ញុំព្យាយាមអត់ធ្មត់ក៏ដូចជាចង់នៅក្បែរនាងយកនាងឲ្យបានតែតាមការពិតទៅស្នេហាដំបូងរបស់ខ្ញុំបែរជាមិនចាប់អារម្មណ៍នឹងខ្ញុំគឺដូចជាមិនអើពើជាមួយនឹងវត្តមានរបស់ខ្ញុំនោះឡើយហើយពាក្យក៏ដូចជាអារម្មណ៍នៃស្នេហាដំបូងមួយនេះគឺមានតែក្នុងចិត្តម្នាក់ឯងគិតតែម្នាក់ឯងយកច្រឡំតែម្នាក់ឯងតើខ្ញុំល្ងងណាស់មែនទេល្ងងខ្លាំងណាស់ដែលនៅតែស្រឡាញ់គេទាំងដែលគេមិនបានចាប់អារម្មណ៍ជាមួយនឹងខ្ញុំសម្បីតែបន្តិចខ្ញុំគឺពិតជាល្ងងដល់ទីបញ្ចប់ហើយមើលទៅបើយើងមើលមកកាន់កញ្ញាស៊ូស៊ូវិញនៅពេលនេះនាងក៏បានឃើញជាមួយនឹងរូបដែលស៊ីយ៉ាគឺបានសែនមកឲ្យនាងនោះឯងមើលរួចសម័យទៅដល់ពេលវេលាមុននេះហើយនាងក៏ស្រាប់តែបាន delete ជាមួយនឹងរូបទាំងអស់នេះចោលបន្ទាប់ពីបានបង្ហាញនៅអារម្មណ៍ក្នុងចិត្តទៅឲ្យស៊ីយ៉ាបានដឹងរួចមើលទៅពេលនេះជន់ថាងរៀងស្ងប់ស្ងាត់ណាស់ហើយថែមទាំងបានសុំទោសទៅកាន់កញ្ញាស៊ីយ៉ាទៀតអើយសុំទោសណាស៊ីយ៉ាដែលនិយាយនៅរឿងរ៉ាវទាំងអស់នេះឲ្យនាងស្ដាប់វាស្ដាប់ទៅគួរឲ្យធន់ទ្រាំបន្តិចហើយតែមែនទេតែស៊ីយ៉ាពុំបានគិតដូច្នោះឡើយនាងក៏បានដើរទៅខាងមុខតោះជន់ថាងពួកយើងត្រឡប់ទៅផ្ទះព្រមទាំងបានហុចដៃរបស់នាងឲ្យគាត់ចាប់ទៀតផងនៅពេលដែលបានឃើញម៉ែមនឹងអារម្មណ៍របស់ជន់ថាងចាប់ផ្ដើមអន្លង់អន្លួចទៀតហើយតាស៊ីយ៉ាចាប់ទៅគាត់គឺជាកូនក្មេងម្នាក់មែនទេគំនិតជាច្រើនដែលបានលេចឡើងនៅក្នុងខួរក្បាលរបស់គាត់ពេលនេះពិតជាពិបាកប៉ានស្មានមែនទែនតែថាមិនថាបើទោះបីជាសកម្មភាពទាំងអស់នេះគឺជាអ្វីនោះឡើយគាត់គឺគ្រាន់តែចង់ប្រាប់ថានឹងមិនទាញខ្លួនឯងចូលទៅជំរឿនៃភាពស្មុគស្មាញនោះទេអំឡុងពេលដែលជន់ថាងអាឡែងតែអន្លង់អន្លោជាមួយនឹងអារម្មណ៍ទាំងអស់នឹងក៏ស្រាប់តែភ្លាមមានបានតែមើលមុខណាគាត់ក៏បានដើរបុកបង្គោលភ្លើងទៅវាធ្វើឲ្យ admin សោចកន្លែងនឹងឡើងគាំងរឿងនេះទាំងពីរក៏បន្តដំណើរទៅមុខទៀតទៅដើម្បីត្រឡប់ទៅផ្ទះរបស់ពួកគេវិញអូខេចឹងចំពោះសរឿងរបស់យើងនៅក្នុងអេពីសូតមួយនេះក៏បានឈានមកដល់ទីបញ្ចប់តែត្រឹមនឹងដូចគ្នាហើយមួយនេះគឺជា QR របស់ admin សម្រាប់គ្នាយើងណាដែលចង់ support ក៏ដូចជាផែតែខូចឆ្មាអីហ្នឹងគឺអាច scan វាបានណា admin អត់ប្រកាសនោះទេហើយបើសិនបើជាក្នុងវីដេអូមួយនេះមាននៅកំហុសខុសឆ្គងត្រង់ណាដែលបានកើតឡើងដោយអចេតនា admin ក៏សូមធ្វើការអភ័យទោសទុកជាមុនអូខេចឹងជម្រាបលាបាយបាយយើងជួបគ្នាវីដេអូក្រោយ